ចាំមួយផ្លែខ្ញុំមើលទៅនាងក៏គ្មានអត្តសញ្ញាណប័ណ្ណដែរត្រូវហើយគ្មានអត្តសញ្ញាណប័ណ្ណទេគ្មានអត្តសញ្ញាណប័ណ្ណអីចឹងគឺជាអ្នកស្នាក់នៅខុសច្បាប់ហើយទៅប៉ុស្តិ៍ឃុំខ្លួនជាមួយខ្ញុំមួយជើងចាំពេលណាមានអ្នកមកធានាខ្លួនទៅបើចេញនាំខ្លួនពួកគាត់ទៅខ្ញុំមិនទៅប៉ុស្តិ៍ឃុំខ្លួនទេជួយផងឆាប់នេះឯងប្រញាប់ប្រាប់ពួកគេទៅថាអត្តសញ្ញាណប័ណ្ណពួកយើងកំពុងផ្ញើមកតាមផ្លូវអ្នកទាំងពីរនេះជាសាច់ញាតិរបស់អ្នកមែនទេមិនស្គាល់ទេពួកយើងមិនស្គាល់ពួកគាត់ទេជួយផងមេអាកុដគ្មានចិត្តមេត្តាការកើតឯងមកភ្លាមគួរតែទម្លាក់ចូលអណ្ដូងឆ្លក់ទឹកស្លាប់បាត់ទៅប្រញាប់នាំពួកវាទៅមេកូនខូចខ្ញុំមិនទៅប៉ុស្តិ៍ឃុំខ្លួនទេជួយផងសូមទោសផងណាដែលធ្វើអ្នកទាំងអស់គ្នាបានឃើញរឿងកំ pl ែងបែបនេះថ្ងៃនេះការចំណាយទាំងអស់គឺលោកប្រុសសិនជាអ្នកចេញស្រែកឲ្យខ្លាំងមកលោកប្រុសសិនចិត្តទូលាយណាស់ពិតមែនហើយនាងគឺជាកូនស្រីរបស់ត្រកូលពេទ្យជូលហេខ្ញុំដឹងស្រាប់ហើយថាមនុស្សស្រីម្នាក់នេះមិនមែនជាមនុស្សស្ងៀមស្ងាត់នោះទេកាលនោះនាងជាអ្នកអនុថាដើរតាមផ្លូវហើយប្រធានក្រុមក៏មានចិត្តសប្បុរសជួយសង្គ្រោះនាងតែនាងបែរជាចោទថាប្រធានក្រុមរំលោភបំពាននាងហើយថែមទាំងទារប្រាក់ថ្លៃបណ្ដាការ 8,000 ដើម្បីរៀបការចូលមកទៀត 8,000 8,000 ឯណោះប្រាក់ 8,000 ក្នុងសម័យនេះអាចទិញបានស្មើនឹង 8 លាននាពេលអនាគតឯណោះសំមុខហើយដែលសិនយានឈិនខឹងខ្លាំងយ៉ាងនេះមិនបានទេខ្ញុំត្រូវតែរកប្រាក់សងសិនយានឈិនវិញចាត់ទុកថាជាការទិញសេរីភាពឲ្យខ្លួនឯងចោះចាំរឿងរ៉ាវស្ងប់ស្ងាត់បន្តិចចាំលែងលះគ្នាតាមក្រោយនេះខ្ញុំចូលខុសបន្ទប់មែនទេហេតុអ្វីបានជាខ្វក់ខ្លាំងម្ល៉េះយាកជូអ្នកនាងពិតជាមនុស្សស្រីមែនទេហ្នឹងរស់នៅយ៉ាងម៉េចបានជាទៅជាបែបនេះ